គេសូមជម្រាបសួរបងប្អូនជនរួមជាតិបងប្អូនប្រុសស្រីទាំងអស់ឥឡូវខ្ញុំកំពុងនៅទឹកដីថៃនៅក្នុងប្រាសាទនៅខាងក្រោយរបស់ខ្ញុំនេះគឺថាប្រាសាទធីម៉ៃប្រាសាទធីម៉ៃគឺជាប្រាសាទមួយដែលកសាងមានវ័យចំណាស់ណាខ្ញុំអត់មានទិនបានអានប្រវត្តិសាស្ត្របានជឿជ្រះទេប៉ុន្តែតាមដែលលោកគ្រូរៀនបងគាត់ប្រាប់ថាប្រាសាទនេះគឺកសាងចាប់ពីរាជស្រេចរបស់សូរ្យអាទិត្យ1ហើយមានទាំងអតីតវរ្ម័នដែលកសាងប្រាសាទដល់4ហើយមានបន្តរហូតដល់ជ័យវរ្ម័នទី6ហើយនិងជ័យវរ្ម័នទី7ដែរណាហើយប្រាសាទនេះគឺនៅស្ថិតនៅក្នុងស្រុកភីម៉ៃហើយនៅក្នុងខេត្តនគររាជសីមានគររាជសីមាណាថៃថានគររាជសីមានេះជាទឹកដីបុរាណទៅតាមផែនទីប្រវត្តិសាស្ត្រដែលយើងឃើញដូនតាយើងបានទុកឲ្យនោះគឺគេហៅថារាជមាគាឬក៏ Royal Road ណា Royal Road គឺយើងថានេះគឺទឹកដីភីម៉ៃនេះគឺជាទឹកដីមួយដែលមានផ្លូវបុរាណតភ្ជាប់ណាពីតំបន់ភីម៉ៃនេះទៅតំបន់អង្គរឆ្លាក់ទៅដល់ជាប់ទៅដល់នឹងអង្គរធំរបស់យើងនៅតាមខ្លងទ្វារខាងជើងណាខ្លងទ្វារខាងជើងពីចេញពីខ្លងទ្វារដៃឆ្នាំងណាខ្លងទ្វារដៃឆ្នាំងមកហើយធ្លាក់ជាប់រហូតមកដល់កាត់មកដល់តាមតំបន់នេះណាតាមជួរដងរែកមកដល់ទឹកដីថៃនេះខ្ញុំបានចុះមកកម្មសិក្សាធ្វើកម្មសិក្សាជាមួយនឹងមិត្តភ័ក្តិច្រើនមានទីឡានគ្នាជាង10នាក់14នាក់បានមកដល់តំបន់នេះហើយនេះជាប្រាសាទទី1ដែលខ្ញុំបានចុះមកធ្វើកម្មសិក្សានៅតំបន់នេះណាអញ្ចឹងសូមបងប្អូនរីករាយទស្សនានៅប្រាសាទនៅជុំវិញនេះទាំងអស់គ្នាបាទខ្ញុំសង្ឃឹមថាបងប្អូននឹងរីករាយហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ចូលរួមធ្វើចុះធ្វើកម្មសិក្សាជាមួយពួកយើងខ្ញុំក្រុមរបស់ខ្ញុំមានការចុះកម្មសិក្សារាល់មួយខែម្ដងណាទៅតាមតំបន់ផ្សេងជួនកាលអាចទៅក្រៅប្រទេសជួនកាលនៅក្នុងស្រុកតាមតំបន់ផ្សេងតាមខេត្តផ្សេងហើយបើបងប្អូនចាប់អារម្មណ៍សូមទាក់ទងណាតាមអតីតកាលណាដែលខ្ញុំនឹងដាក់នៅខាងក្នុងវីដេអូហើយបើសិនជាបងប្អូនគ្រប់គ្រងនៅសកម្មភាពរបស់យើងខ្ញុំសូមបងប្អូនជួយចែកជារំលែកថវិកាបើសិនជាបងប្អូនចាប់អារម្មណ៍ណាគាត់ថាមានប្រយោជន៍ណាខ្ញុំដាក់អសេខានឬក៏គណនី ABA របស់ខ្ញុំចូលក្នុងនោះអញ្ចឹងសូមកុំភ្លេចណាបងប្អូនបើសិនជាថ្ងៃក្រោយចង់ចូលរួមសិក្សាយល់ដឹងណាដែលមានក្រុមការងារយើងខ្ញុំរៀបចំណាដូចខ្ញុំប្រាប់ក្នុងវីដេអូនេះខាងដើមគឺមួយខែម្ដងអញ្ចឹងសូមបងប្អូនចូលរួមមកនេះអូខេអរគុណសូមជួយទស្សនាបន្តតាមរបស់នេះបងតែគួយបណ្ណតម្រងអសររបៀបមកពួនភាសាប្រព័ន្ធនេះបែរទៅជើង